រឿងទោមនោះរបស់សុព្រហ្មទេពបុត្រសូម្បីសុព្រហ្មទេពបុត្រដែលនាងទេពអប្សរ1000ហែហោមក៏សោយសួរសម្បត្តិក្នុងចំនួននាងទេពអប្សរ1000នោះនាងទេពអប្សរ500រវល់តែបេះផ្កាឈើពីដើមក៏ចុតតិទៅកើតក្នុងនរកសុព្រហ្មទេពបុត្ររំពឹងថាហេតុដូចម្ដេចទើបទេពអប្សរទាំងនេះទើបយឺតយូរម្លេះក៏ដឹងថាពួកនាងទៅកើតក្នុងនរកទើបបែរមកពិចារណាមើលខ្លួនឯងថាអាយុប៉ុន្មានហើយណក៏ដឹងថាខ្លួននឹងអស់អាយុនឹងទៅកើតក្នុងនរកនោះដែរក៏ភ័យខ្លាចកើតទោមនោះយ៉ាងក្រៃលែងឃើញថាព្រះបរមសាស្តាប៉ុណ្ណោះនឹងញ៉ាំងសេចក្តីទោមនោះរបស់យើងនេះឲ្យវិនិច្ឆ័យទៅមិនមានអ្នកដតីហើយក៏នាំនាងទេពអប្សរ500ដសេះចូលគាល់ព្រះដ៏មានប្រភាកទូលសួរបញ្ហាថានិច្ចុត្រាស់តមិទាំងចិត្តតាំងនិច្ចុខ្វិកមិទាំងមេណោអនុបណ្ណេសុកិញ្ជេសុអដ្ឋោឧបតតេសុចសច្ចេអដ្ឋិអនុត្តរតាំងតាំងមេអាខាហិពុច្ចតោចិត្តនេះតក់ស្លុតជានិច្ចចិត្តនេះរន្ធត់ជានិច្ចទាំងក្នុងកិច្ចដែលមិនទាន់កើតទាំងក្នុងកិច្ចដែលកើតឡើងហើយប្រសិនបើថាការមិនរន្ធត់តក់ស្លុតមានសូមព្រះអង្គប្រាប់ដែលត្រូវទូលសួរហើយទ្រង់មេត្តាប្រោសប្រាប់ការមិនភ័យតក់ស្លុតនោះដល់ខ្ញុំព្រះអង្គផងចុះលំដាប់នោះព្រះដ៏មានប្រភាកទើបបានត្រាស់ប្រាប់សុព្រហ្មទេពបុត្រក្នុងសង្យុត្តនិកាយសគាថវៈដូច្នោះថានញ្ញត្រៈពងជាតបសានញ្ញត្រៈឥន្ទ្រីសង្វរានញ្ញត្រៈសពដិនិសគាសោតថឹងបសាមិបានិណាក្រៅពីបញ្ញាជាគ្រឿងដឹងតបៈជាគ្រឿងដុតសេចក្តីអាក្រក់ក្រៅពីសេចក្តីសង្រួមឥន្ទ្រីក្រៅពីការលះបង់ងងឹតគ្រប់យ៉ាងតថាគតមើលមិនឃើញសួស្តីរបស់សត្វដូច្នោះក្នុងទីបំផុតទេសនាសុព្រហ្មទេពបុត្រក៏តាំងនៅក្នុងសោតាបត្តផលព្រមដោយនាងទេពអប្សរ500ធ្វើសម្បត្តិនោះឲ្យថាវរៈហើយត្រឡប់ទៅកាន់ទេវលោកសូមជ្រះថ្លាអនុមោទនា